នេះជាលុយ$200ហើយនឹងផលចំណេញ15%នៅក្នុងមួយឆ្នាំពេលដែលដាក់វាវិនិយោគបានត្រឹមត្រូវហើយផលចំណេញ15%នេះនឹងជួយឲ្យអ្នកទទួលបានទ្រព្យលុយមួយកញ្ចប់ធំគិតថាចំនួនលុយប៉ុណ្ណឹងច្រើនទេច្រើនអាចថាបើសិនជាយើងវិនិយោគទៅជឿថាបានចំនួនលុយប៉ុណ្ណឹងអត់ទេតើផលចំណេញ15%នេះវាមានឥទ្ធិពលយ៉ាងណាទៅមកលើលុយរបស់យើងអូខេនេះជាអ្វីដែលខ្ញុំចង់ដឹងជាមួយគ្នានេះដែរយើងនឹងស្វែងយល់ពីរបៀបដាក់លុយវិនិយោគឲ្យបានត្រឹមត្រូវហើយអ្វីបានជា15%នេះវាល្អនៅក្នុងការបង្កើតទ្រព្យរយៈពេលវែងហើយតើវាធ្វើឲ្យលុយរបស់យើងហ្នឹងកើនឡើងរបៀបណាទៅប៉ុន្តែបើសិនជាវាល្អយ៉ាងហ្នឹងហេតុអីក៏គ្រប់គ្នាមិននាំគ្នាបង្កើតទ្រព្យជាមួយនឹងផលចំណេញ15%ហ្នឹងទៅហេតុអីបានជាពួកគាត់អត់បង្កើតវាទាំងអស់គ្នាគិតថាពួកគាត់ដឹងពីឥទ្ធិពលរបស់ផលចំណេញ15%ហ្នឹងមែនអត់ខ្ញុំអត់គិតអញ្ចឹងទេនិយាយមែនបើសិនជាពួកគាត់ដឹងថាផលចំណេញ15%ហ្នឹងវាជួយពួកគាត់បង្កើតទ្រព្យបានច្រើនណានិយាយមែនពួកគាត់នឹងធ្វើវាហើយធ្វើដល់មានលក្ខខណ្ឌទៀតហើយសំណួរមួយទៀតដែលទាំងអស់គ្នាអាចនឹងសួរនោះគឺបើសិនជាខ្ញុំមានចំណូលទាបតែខ្ញុំអាចបង្កើតទ្រព្យជាមួយនឹងផលចំណេញ15%ហ្នឹងដែរបានឬក៏អត់ទេអូខេមុននឹងឆ្លើយសំណួរនេះខ្ញុំចង់នាំទាំងអស់គ្នាឲ្យស្គាល់បរិសម្នាក់សិនក៏មានឈ្មោះថា Ronald Reagan ហើយបន្ទាប់ពីដឹងសាច់រឿងរបស់គាត់ហើយធានាថាទាំងអស់គ្នានឹងមានកន្លងចិត្តនៅក្នុងការបង្កើតទ្រព្យរបៀបនេះព្រោះរបៀបដែលគាត់បង្កើតទ្រព្យវាអត់ខុសអីពីទាំងអស់គ្នាទេគឺចេញពីបាត់ឯទៅទៀតអញ្ចឹងពេលដែលទាំងអស់គ្នាដឹងពីសាច់រឿងរបស់គាត់ហើយអូខេទាំងអស់គ្នានឹងមានកម្លាំងចិត្តជាមុនហើយ for sure នេះជា Ronald Reagan គាត់មានដើមកំណើតចេញពីគ្រួសារក្រីក្រមួយបន្ទាប់ពីសង្គ្រាមលោកលើកទី2 Ronald បានចូលធ្វើការជាអ្នកចាក់សាំងបន្ទាប់មកធ្វើជាអ្នកអនាម័យហើយការងារទាំងនោះសុទ្ធតែបានប្រខែទាបទេប៉ុន្តែ Ronald គាត់មានផែនការហិរញ្ញវត្ថុច្បាស់លាស់ណាស់សម្រាប់អ្នកនៅជុំវិញគាត់ Ronald ជាមនុស្សសាមញ្ញម្នាក់តែប៉ុណ្ណោះគាត់មានឡានកញ្ចាស់មួយសម្រាប់ធ្វើដំណើរហើយការស្លៀកពាក់របស់គាត់វិញគឺសាមញ្ញបំផុតនិយាយទៅគ្មាននរណាម្នាក់គិតថាគាត់មានលុយច្រើននោះទេរហូតដល់ថ្ងៃមួយទើបគ្រប់គ្នាភ្លឺភ្នែកនៅក្នុងឆ្នាំ2014 Ronald មានអាយុ92ឆ្នាំហើយវាក៏ជាឆ្នាំដែលគាត់លាចាកលោកផងដែរប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺក្រោយពេលដែលគាត់ស្លាប់គាត់បានបរិច្ចាគលុយ 1.2 លានទៅឲ្យបណ្ណាល័យហើយ 4.8 លានទៀតទៅឲ្យមន្ទីរពេទ្យហ្នឹងហើយសរុបទាំងអស់គឺ6 លានមិនតិចនោះទេអូខេតើអ្នកអនាម័យម្នាក់អាចមានលុយសល់រហូតដល់$6 លានយ៉ាងម៉េចទៅប្រខែពីការងារគឺតិចតួចទេតែលុយ$6 លាននេះមិនមែនតិចតួចទេវាច្រើនមែនតើនេះជាចម្ងល់របស់ខ្ញុំពេលដែលអានសាច់រឿងដែលគេបានចុះផ្សាយពីគាត់ក្រោយពេលអានចប់អ្វីដែលធ្វើឲ្យខ្ញុំភ្លឺភ្នែកនោះគឺលុយ$6 លាននេះមិនមែនបានមកពីណាទេគឺបានមកពីការវិនិយោគជាមួយនឹងទីផ្សារពាក្យហ៊ុនប៉ុន្តែសំណួរគឺថាតើគាត់បានលុយមកពីណាយកទៅវិនិយោគព្រោះគាត់ធ្វើការជាអ្នកអនាម័យទេតែដឹងហើយថាអ្នកអនាម័យគឺអត់ទៅបានប្រាក់ខែច្រើនទេអញ្ចឹងគឺតើគាត់បានលុយមកពីណាដើម្បីយកទៅវិនិយោគទាំងអស់គ្នាប្រាក់ខែតិចឬក៏ច្រើនវាអត់ទៅសំខាន់ទេប៉ុន្តែអ្វីដែលសំខាន់ដឹងអីគឺការចេះចាត់ចែងលុយកាក់ហើយវិនិយោគវាឲ្យបានត្រឹមត្រូវអាហ្នឹងទើបជារឿងដែលសំខាន់ចំពោះ Ronald វិញត្បិតតែគាត់ជាអ្នកអនាម័យហើយបានប្រាក់ខែទាបក៏ពិតមែនប៉ុន្តែរាល់ខែគឺគាត់ដាក់លុយវិនិយោគជាមួយនឹងទីផ្សារពាក្យហ៊ុនគាត់មានផ្នត់គំនិតមួយគឺវិនិយោគក្នុងរយៈពេលវែងហើយនេះគឺជាមូលហេតុដែលធ្វើឲ្យគាត់មានលុយសល់រហូតដល់$6 លានសម្រាប់បរិច្ចាគសរុបមកវិញអាចនិយាយបានថាគ្រប់គ្នាទោះបីជាមានចំណូលតិចឬក៏ច្រើនគឺសុទ្ធតែអាចបង្កើតទ្រព្យតាមរយៈការវិនិយោគនេះបានដូចគ្នាទាំងអស់អញ្ចឹងសំខាន់គឺឲ្យតែយើងចង់ធ្វើវាហើយប្រាជ្ញាធ្វើវាឲ្យបានជួបរាប់ដូច Ronald Reagan អញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងនិយាយគ្នាទាក់ទងជាមួយនឹងការបង្កើតទ្រព្យឲ្យខ្លួនឯងជាមួយនឹងរូបមន្តមួយនេះដែល$200ហ្នឹងវាគឺជាចំនួនលុយដែលយើងវិនិយោគរាល់ខែ15%វាជាផលចំណេញនៅក្នុងមួយឆ្នាំដែលយើងទទួលបានពីការវិនិយោគហើយ20ឆ្នាំហ្នឹងវាគឺជារយៈពេលដែលយើងធ្វើរយៈពេលដែលយើងវិនិយោគតែប៉ុន្តែយើងអាចវិនិយោគចាប់ផ្ដើមចេញពីលុយតិចជាងហ្នឹងក៏បានដែរ$50 $100 $200 $300 $400ឬក៏ច្រើនជាងហ្នឹងក៏បានដែរសំខាន់គឺវាជាចំនួនមួយដែលយើងត្រូវតែវិនិយោគអញ្ចឹងយើងយក$200ហ្នឹងជា baseline របស់យើងទៅអូខេឥឡូវយើងមានរូបមន្តសម្រាប់បង្កើតទ្រព្យហើយប៉ុន្តែបើមានតែរូបមន្តក៏យើងមិនអាចជោគជ័យបានដែរវាទាមទារឲ្យយើងយកវាទៅអនុវត្តយកវាមកធ្វើជាក់ស្ដែងហើយនេះគឺជាចំណុចចាប់ផ្ដើមនៃ challenge របស់យើងអាចនិយាយបានថា challenge របស់យើងគឺតើយើងទៅស្វែងរកទ្រព្យដែលអាចទទួលបានផលចំណេញ15%ក្នុងមួយឆ្នាំនេះរបៀបណាទៅព្រោះបើមើលទៅនៅក្នុងចំណោមធាតុទាំង3ហ្នឹងចំនួនលុយវិនិយោគហើយនិងចំនួនឆ្នាំអាចថាវាងាយទេសម្រាប់យើងគ្រប់គ្នានោះប៉ុន្តែអ្វីដែលពិបាកនោះគឺផលចំណេញ15%តើយើងគួរតែវិនិយោគជាមួយទ្រព្យអីទៅទើបបានផលចំណេញ15%នេះអូខេទាំងអស់គ្នានឹងទទួលបានទាំង like បន្ទាប់ពីមើលវីដេអូនេះចប់ I promise ប៉ុន្តែឥឡូវខ្ញុំចង់នាំអ្នកនរគ្នាឲ្យមកដឹងថាតើផលចំណេញ15%ហ្នឹងវាធ្វើឲ្យលុយរបស់យើងកើនឡើងរបៀបណាទៅអូខេ
តួលេខនៅក្នុងតារាងនេះវាបង្ហាញពីចំនួនលុយរបស់យើងដែលវាកើនឡើងទៅតាមឆ្នាំនីមួយៗយល់មែនពេលដែលដឹងថាផលចំណេញ 15% នឹងវាធ្វើឲ្យលុយរបស់យើងកើនឡើងយ៉ាងហ្នឹងខ្ញុំកាន់តែមានអារម្មណ៍ចង់ធ្វើវាទៀតហើយពិសេសនោះគឺខ្ញុំចង់ឲ្យទាំងអស់គ្នាមកធ្វើវាដែរហើយទទួលបានបទពិសោធន៍ដូចខ្ញុំចឹងទាក់ទងជាមួយនឹងអាការដែលវាធ្វើលុយរបស់យើងកើនឡើងឥឡូវយើងមកមើលវានៅក្នុងតារាងនេះជាទិន្នន័យលុយដែលយើងវិនិយោគ $10,000 នៅក្នុងរយៈពេល20ឆ្នាំហើយទទួលបានផលចំណេញ 15% នៅក្នុងមួយឆ្នាំបើមើលមកផ្លែតវាដូចជាអត់មានអីគួរចាប់អារម្មណ៍ទេលុយរបស់យើងគឺវាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំមើលទៅគឺធម្មតាទេមែនអត់អូខេឥឡូវចាំខ្ញុំប្រាប់ពីលក្ខណៈពិសេសរបស់វាអញ្ចឹងបើសិនជាយើងមើលលម្អិតទៅយើងនឹងឃើញលក្ខណៈពិសេសរបស់វាហើយឥឡូវយើងមើលចាប់ពីឆ្នាំទី1ទៅអូខេឆ្នាំទី1ទៅលុយរបស់យើងគឺអូខេ 10,000 ជាមួយនឹងផលចំណេញ 15% ហ្នឹងអញ្ចឹងពេលដែលយើងមើលឆ្នាំទី1ទៅរហូតដល់ឆ្នាំទី5អូខេលុយរបស់យើងវា 10,000 វាកើនឡើងរហូតដល់ 20,000 អូខេអត់ទាន់មានអីកើតឡើងទេទីទៀតខ្ញុំនឹងបញ្យល់ថាតើវាមានលក្ខណៈពិសេសអីហើយយើងមើលចាប់ពីឆ្នាំទី5រហូតដល់ឆ្នាំទី10អញ្ចឹងពីឆ្នាំទី5រហូតដល់ទី10លុយរបស់យើងកើនឡើងពី 20,000 រហូតដល់ 40,000 ជាងអូខេថា 44,000 ចុះហើយចាប់ពីឆ្នាំទី10រហូតដល់ឆ្នាំទី15អញ្ចឹងលុយរបស់យើងកើនឡើងពី 40,000 រហូតដល់ 81,000 ជាងអូខេថា 80,000 ចុះហើយចាប់ពីឆ្នាំទី15រហូតដល់ឆ្នាំទី20អញ្ចឹងលុយរបស់យើងឃើញថាវាកើនឡើងពី 80,000 ជាងរហូតដល់ 6 ទៅ 10,000 ឃើញអត់អញ្ចឹងបើសិនជាយើងមើលពីកម្រិតឆ្នាំទៅគឺវាមែនរយៈពេល5ឆ្នាំកម្រិតពី5ឆ្នាំទៅដល់10 10ទៅ15 15ទៅ20អញ្ចឹងគឺជារៀងរាល់5ឆ្នាំយើងឃើញថាលុយរបស់យើងវាកើនឡើងគុណជាមួយនឹង2ឃើញអត់ពី 20,000 ដល់ 4 4ដល់ 8 8ដល់ 16អាហ្នឹងហើយដែលគេហៅថាលក្ខណៈពិសេសរបស់វាហ្នឹងផលចំណេញ 15% ធ្វើឲ្យលុយរបស់យើងកើនឡើងគុណនឹង2ជារៀងរាល់5ឆ្នាំម្ដងនេះហើយជាអ្វីដែលវាធ្វើឲ្យខ្ញុំ surprise មែនទែនពេលដែលឃើញតារាងហ្នឹងដំបូងអញ្ចឹងបើសិនជាយើងនិយាយងាយយល់ទៅអាផលចំណេញ 15% ក្នុងមួយឆ្នាំដែលយើងទទួលបានហ្នឹងវានឹងធ្វើឲ្យលុយរបស់យើងដែលបានដាក់វិនិយោគកើនឡើងគុណនឹង2ក្នុងរយៈពេល5ឆ្នាំម្ដងអញ្ចឹងមានថា5ឆ្នាំម្ដងគឺលុយរបស់យើងកើនឡើងគុណ2ហើយបើសិនជាយើងមាន 10,000 5ឆ្នាំក្រោយគឺវាកើនឡើងទៅដល់ 20,000 20,000 5ឆ្នាំបន្ទាប់ទៀតគឺវាកើនដល់ 4 4ដល់ 8 8ដល់ 16អាហ្នឹងហើយគឺគេហៅថាផលចំណេញ 15% វាធ្វើឲ្យលុយរបស់យើងកើនឡើងរបៀបហ្នឹងឥឡូវទាំងអស់គ្នាយល់ហើយថាផលចំណេញ 15% ហ្នឹងវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាមកលើលុយរបស់យើងហើយវាធ្វើឲ្យលុយរបស់យើងកើនឡើងយ៉ាងម៉េចតោះត្រឡប់ទៅកាន់ការងារសំខាន់របស់យើងវិញគឺទៅស្វែងរកទ្រព្យដែលអាចបានផលចំណេញ 15% នៅក្នុងមួយឆ្នាំសំណួរគឺថាតើយើងទៅរកទ្រព្យដែលបានផលចំណេញ 15% ក្នុងមួយឆ្នាំហ្នឹងរបៀបណាទៅរកនៅណាទៅនិយាយតាមត្រង់ដំបូងខ្ញុំក៏គិតថាវាពិបាកដែរមិនដឹងថាទៅរកទ្រព្យហ្នឹងនៅណាហើយពិសេសគឺមិនដឹងថារករបៀបណាទៀតនិយាយមែនអាហ្នឹងគឺជា concern របស់ខ្ញុំកាលពីដំបូងដូចគ្នាអញ្ចឹងប៉ុន្តែបន្ទាប់ពីចំណាយពេលស្រាវជ្រាវមានតែទ្រព្យមួយប្រភេទទេដែលខ្ញុំចាប់អារម្មណ៍ជាងគេហើយចុងក្រោយក៏បានដាក់លុយវិនិយោគជាមួយវាចង់ដឹងអត់ថាទ្រព្យប្រភេទហ្នឹងជាអីអូខេគឺ public listed company វាអាចជាពពួក ETF ឬក៏ជាក្រុមហ៊ុនមួយទាំងអស់គ្នានឹងឆ្ងល់ថាមិនបានជ្រើសយកប្រភេទទ្រព្យហ្នឹងទៅវិញអូខេឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលពីរបៀបដើម្បីស្វែងរកទ្រព្យដែលអាចបានផលចំណេញ 15% នៅក្នុងមួយឆ្នាំនេះហើយហេតុអីបានជាខ្ញុំសម្រេចចិត្តវិនិយោគជាមួយនឹងទ្រព្យដែលបាននិយាយពីខាងលើហ្នឹងដើម្បីស្វែងរកទ្រព្យដែលបានផលចំណេញ 15% នេះយើងត្រូវតែយកទ្រព្យទាំងអស់មកវិភាគសិនដឹងហើយថាទ្រព្យដែលយើងអាចវិនិយោគលុយជាមួយបានវាមានច្រើនប្រភេទមែនទេឥឡូវយើងមើលគ្រាន់តែ real estate មួយវាមានច្រើនផ្នែក equity ក៏ដូចគ្នា fixed income ក៏មានផ្នែករបស់វាធនាគារ private business commodity cryptocurrency ហើយនិង forex ជាដើមឃើញអត់វាមានទ្រព្យច្រើនមែនទែនដែលយើងអាចដាក់លុយវិនិយោគជាមួយបានក៏ប៉ុន្តែធំចេះមិនប្រកាសថាទ្រព្យទាំងអស់ហ្នឹងគឺវាសុទ្ធតែអាចឲ្យយើងវិនិយោគជាមួយឬក៏វាល្អសម្រាប់យើងទេអញ្ចឹងគឺយើងត្រូវតែចេះ select យកអាណាដែលល្អដើម្បីវិនិយោគលុយជាមួយបានអូខេដើម្បីកុំឲ្យស្មុគស្មាញយើងដាក់វាជាក្រុមហើយវិភាគទៅតាមលក្ខណៈសំខាន់មួយដូចមាននៅក្នុងតារាងនេះទៅខ្ញុំដាក់វាជា5ក្រុមធំប៉ុន្តែទាំងអស់គ្នាអាចនឹងមិនយល់ស្របជាមួយខ្ញុំទេហើយវាក៏មិនអីដែរក្រុមទី1អចលនទ្រព្យក្រុមទី2បានបំណុលក្រុមទី3 bank saving ក្រុមទី4 equity ឬក៏ទីផ្សារពហុនហើយក្រុមទី5 cryptocurrency អូខេឥឡូវយើងមកវិភាគពីប្រភេទទ្រព្យមួយទៅហើយនៅក្នុងហ្នឹងគឺយើងយកលក្ខណៈសំខាន់មួយចំនួនដូចជាកម្រិតហានិភ័យភាគរយផលចំណេញចំនួនលុយចាប់ផ្ដើម liquidity ហើយនិង accessibility តើអស់ហ្នឹងបើសិនជាទ្រព្យណាដែលវា match វាល្អទាំងអស់អូខេយើងនឹងរើសយកមកវិនិយោគហើយអញ្ចឹងយើងចេញពីដំបូងទៅគឺអូខេជាមួយនឹងអចលនទ្រព្យអញ្ចឹងនៅក្នុងអចលនទ្រព្យបើសិនជាយើងមើលទៅលើកម្រិតហានិភ័យរបស់វាអាចការពិបាកនៅក្នុងការកំណត់វាអាស្រ័យទៅលើយើងទេពេលដែលយើងវិភាគទៅអូខេវាអាចនឹងទាបអូខេ
ឬក៏វាអាចនឹងល្មមឬក៏ពេលខ្លះវាអាចនឹងខ្ពស់ដែរវាអាស្រ័យទៅលើយើងទេអញ្ចឹងត្រូវតែកំណត់ឲ្យបានច្បាស់លាស់ប៉ុន្តែនៅក្នុងនេះអូខេយើងសន្មតថាហានិភ័យទាបទៅយើងធ្វើការ research ណាហើយទៅជាមួយផលចំណេញវិញក៏វាពិបាកនៅក្នុងការកំណត់ដែរប៉ុន្តែដឹងតែនៅក្នុងរយៈពេល long term គឺវាល្អហើយអូខេទៅជាមួយចំនួនលុយចាប់ផ្ដើមវិញយើងដឹងថាពេលដែលយើងចង់វិនិយោគជាមួយនឹងអចលនទ្រព្យពេលដែលមានលុយបន្តិចបន្តួចគឺពិបាកយើងអាចនឹងចូលប្រឡូកឬក៏ទិញបានហើយបើសិនជាយើងអត់ប្រើបំណុលអញ្ចឹងតើតើជាមួយនឹងចំនួនលុយចាប់ផ្ដើមគឺច្រើនអាហ្នឹងវាជា concern របស់យើងដែរតើជាមួយ liquidity កន្លែងហ្នឹងសម្រាប់អចលនទ្រព្យគឺវាអញ្ចឹងតើពេលដែលយើងចង់លក់ភ្លាមវាបានអត់មានន័យថាចង់លក់ថ្ងៃហ្នឹងស្អែកឡើងលក់បានទេគឺអត់បានទេវាចំណាយពេលវាត្រូវការពេលយូរអញ្ចឹងតើជាមួយនឹង liquidity គឺវាអាចថាចំណាយពេលយូរសម្រាប់យើងតើជាមួយនឹង accessibility គឺមានថាតើវាអាចឲ្យយើងនឹងងាយចូលប្រឡូកកម្រិតណាមានន័យថាប្រជាជនធម្មតាឬក៏អ្នកសាមញ្ញដូចយើងងាយចូលប្រឡូកអត់អញ្ចឹងបើសិនជាយើងមើលទៅគឺសម្រាប់អ្នកសាមញ្ញដូចយើងគឺពិបាកនៅក្នុងការចូលប្រឡូកបន្តិចវាតាក់ទងជាមួយនឹងដើមទុនវាតាក់ទងជាមួយនឹងព័ត៌មានផ្សេងៗអញ្ចឹងគឺវាពិបាកអូខេតាក់ទងជាមួយនឹងបានបំណុលវិញតាក់ទងជាមួយបំណុលកម្រិតហានិភ័យរបស់វាគឺយើងដឹងហើយថាបានបំណុលគឺវាមានកម្រិតហានិភ័យទាបមិនងាយបាត់បង់ទេឬក៏មិនងាយមានហានិភ័យទេហើយផលចំណេញរបស់វាវិញយើងក៏ដឹងដែរថាត្បិតតែវាមានហានិភ័យទាបប៉ុន្តែផលចំណេញរបស់វាក៏ទាបដែរអញ្ចឹងគឺយើងអត់ចង់បានអញ្ចឹងទេចំនួនលុយចាប់ផ្ដើមវិញតាក់ទងជាមួយបំណុលយើងអាចថាចាប់ផ្ដើមគឺពីលុយទាបឬក៏តិចក៏បានដែរអត់បញ្ហាទេអញ្ចឹងគឺអូខេតែនេះមានលុយល្មមគឺយើងអាចប្រើប្រាស់វាបានតែតោះជាមួយ liquidity មានន័យថាយើងចង់ដាក់ថ្ងៃហ្នឹងឬក៏ដកស្អែកបានអត់ឬក៏ទិញថ្ងៃហ្នឹងលក់ស្អែកបានអត់អាចថាវាអាស្រ័យទេយើងឧទាហរណ៍តាក់ទងជាមួយនឹងបានបំណុលដល់អាមេរិកទៅគឺយើងអាចទិញលក់ភ្លាមបានវាមានទីផ្សារតែបើនៅស្រុកយើងវាពិបាកនិយាយដែរអញ្ចឹងកន្លែងនេះគឺអាចថាឆាប់ទៅតាក់ទងជាមួយនឹង accessibility ងាយចូលអត់អូខេបើសិនជាយើងចង់ទិញបានបំណុលនៅប្រទេសក្រៅដូចជានៅអាមេរិកនៅអីចឹងទៅគឺអូខេវាងាយទេព្រោះវាមាន platform សម្រាប់ឲ្យយើងទិញលក់បានអញ្ចឹងកន្លែងនេះគឺវាងាយសម្រាប់យើងនៅក្នុងហ្នឹងតាក់ទងជាមួយ bank saving ប្រភេទទី3ហានិភ័យគឺយើងដឹងថាពេលដែលយើងយកលុយទៅដាក់សំនៅធនាគារគឺហានិភ័យទាបហើយប៉ុន្តែក៏ទទួលស្គាល់ដែរថាពេលដែលយើងយកទៅដាក់នៅក្នុងធនាគារការប្រាក់ដែលយើងទទួលបានគឺក៏វាមិនសូវជាច្រើនដែរអាចថាទាបទេចន្លោះ3ទៅ5ឬក៏6%ទេអញ្ចឹងគឺយើងអត់ចាំបានទេហើយចំនួនលុយចាប់ផ្ដើមវិញអូខេអត់ជាបញ្ហាទេយើងមានលុយប្រហែលយើងសំប៉ុណ្ណឹងទៅវាមិនជាបញ្ហាទេអញ្ចឹងកន្លែងហ្នឹងគឺចំនួនលុយចាប់ផ្ដើមរបស់យើងគឺតិចហើយ liquidity មានន័យថាយើងចង់ដកដាក់វាមិនដែរអាហ្នឹងវាអាស្រ័យទៅលើយើងទេយើងអាចដាក់ក្នុងរយៈពេលខ្លីឬក៏រយៈពេលវែងឬក៏រយៈពេលមធ្យមអីគឺវាមិនជាបញ្ហារបស់យើងទេអញ្ចឹងកន្លែងនេះគឺអាចថាយើងរើសបានតាមចិត្តទៅគឺឆាប់ទេហើយ accessibility អូខេពេលដែលយើងមានលុយយើងចង់យកទៅសំនៅក្នុងធនាគារយើងគ្រាន់តែទៅធនាគារទៅគឺចប់ that's it អញ្ចឹងគឺវាងាយទេអត់មានបញ្ហាច្រើនទេគឺងាយនៅក្នុងទី4ប្រភេទequity market អញ្ចឹងយើងអាចនិយាយបានថាបើតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺ equity market វាអាស្រ័យទេបើសិនជាយើងមានបទពិសោធន៍យើងយល់ដឹងពីរបៀបរបបនៅក្នុងការវិនិយោគគឺហានិភ័យទាបតែបើសិនជាមិនទេគឺខ្ពស់ហើយអញ្ចឹងកន្លែងនេះគឺយើងយកហានិភ័យទាបតែតោះជាមួយនឹងផលចំណេញវិញគឺវាអាស្រ័យទៅលើយើងទេបើសិនជាយើងមានចំណេះដឹងឬក៏យើងដឹងពីរបៀបរបបនៅក្នុងការវិនិយោគអូខេយើងអាចសេរីបានយើងចង់បានហើយផលចំណេញទាបក៏បានចង់បានផលចំណេញខ្ពស់ក៏បានឬក៏ល្មមក៏បានអត់បញ្ហាទេអញ្ចឹងគឺយើងសេរីបានកន្លែងនេះអូខេយើងអាចមកល្មមទៅខ្ពស់កន្លែងហ្នឹងគឺវាអាចល្បាក់ពី15ទៅ20%ក៏បានដែរហើយទៅជាមួយចំនួនលុយចាប់ផ្ដើមដូចយើងនិយាយអញ្ចឹងការវិនិយោគជាមួយនឹង equity market គឺមានលុយប្រហែលក៏យើងអាចវិនិយោគបានដែរអញ្ចឹងគឺដើមទុនចាប់ផ្ដើមរបស់យើងគឺទាបប្រហែលក៏បានដែរតិចអូខេទៅជាមួយ liquidity ដឹងហើយថានៅក្នុង equity market គឺវាងាយមែនតើយើងអាចទិញលក់ក្នុងមួយថ្ងៃបានលក់ឥឡូវភ្លាមក៏បានដែរអត់បញ្ហាទេឲ្យតែផ្សារបើកអញ្ចឹងគឺអូខេឆាប់ accessibility មានន័យថាអាចចូលប្រឡូកបានងាយអត់ងាយឲ្យតែយើងចង់បង្កើត account ដាក់លុយបញ្ចូលគឺអាចទិញលក់បានហើយអូខេងាយទេហើយចុងក្រោយគឺតទៅជាមួយនឹង cryptocurrency នេះវាអាស្រ័យទេអញ្ចឹងវាអាស្រ័យទៅលើសមត្ថភាពរបស់យើងទេយើងអាចបើសិនជាយើងមានសមត្ថភាពអូខេហានិភ័យរបស់យើងក៏វាទាបទៅតាមហ្នឹងដែរតែបើសិនជាអត់មានសមត្ថភាពទេឬក៏មិនសូវជាយល់ពីវាទេអាចតែហានិភ័យរបស់វាគឺខ្ពស់ប៉ុន្តែកន្លែងនេះគឺយើងសន្មតថាខ្ពស់តែទៅជាមួយផលចំណេញវិញគឺនិយាយត្រង់ cryptocurrency គឺអាចឲ្យយើងចំណេញបានច្រើនណាខ្លះរហូតដល់ 100% 200% ក៏មានដែរវាគូសំតែទៅជាមួយចំនួនចាប់ផ្ដើមវិញដូចគ្នាយើងមានលុយប្រមាណក៏យើងអាចវិនិយោគបានដែរយើងទិញទៅតាមទឹកលុយដែលយើងមានអញ្ចឹងគឺតិច
liquidity អូខេដូចគ្នាអញ្ចឹងយើងអាចទិញលក់បានភ្លាមដូចគ្នាអញ្ចឹងចា៎ហើយ accessibility ដូចគ្នាអញ្ចឹងវាមាន platform របស់យើងអាចឲ្យយើងវិនិយោគជាមួយនឹងពួកវាបានអញ្ចឹងរើស broker ទៅគឺយើងអាចដាក់លុយវិនិយោគបានដូចជាមួយនឹង equity market អញ្ចឹងកន្លែងនេះគឺគ្រប់គ្នាអាចនឹងចូលប្រឡូកងាយៗទេហើយទៅចាំថានៅក្នុងហ្នឹងអ្វីដែលយើងចង់បានគឺទ្រព្យដែលមានហានិភ័យទាបល្មមហើយអាចបានផលចំណេញច្រើនគួរសមដែរហើយពិសេសគឺជានៅលុយចាប់ផ្ដើមរបស់យើងគឺយើងចង់បានទ្រព្យណាដែលអាចឲ្យយើងវិនិយោគចាប់ផ្ដើមចេញពីតិចក៏បានដែរដោយសារអីយើងដឹងថាគ្រប់គ្នាគឺបន្ទាប់ពីដកថ្លៃចំណាយចាំបាច់ប្រចាំខែហើយគឺអត់ follow ចាវ៉ានេះអញ្ចឹងគឺមានលុយតិចតួចបើសិនជាយើងវិនិយោគជាមួយទ្រព្យដែលវាទាមទារលុយចាប់ផ្ដើមច្រើនគឺពិបាកសម្រាប់យើងហើយអញ្ចឹងគឺយើងរើសយកទ្រព្យណាដែលងាយអាចចាប់ផ្ដើមពីដើមទុនទាបទៅ liquidity ដូចគ្នាគឺយើងចង់បានទ្រព្យណាដែលអាចទិញលក់បានភ្លាមអត់ខ្វល់ខ្វាយជាមួយនឹងអូខេការរម៉ូយឬក៏ការដោះដូរលក់ទេអត់ទេហើយ accessibility គឺទ្រព្យណាដែលឲ្យយើងចូលប្រឡូកបានងាយបើមើលនៅក្នុងតារាងនេះឃើញថាក្នុងចំណោមទ្រព្យទាំង5នេះequity ឬក៏ការវិនិយោគជាមួយទីផ្សារពហុនវាល្អជាងគេវាឲ្យភ្លើងខៀវទាំងអស់នេះហើយជាមូលហេតុដែលខ្ញុំចូលចិត្តការវិនិយោគជាមួយនឹង equity market គ្រប់គ្នាមិនថាមានចំណូលតិចឬក៏ច្រើននោះទេគឺសុទ្ធតែអាចវិនិយោគជាមួយវាបានទាំងអស់ចំពោះហានិភ័យវិញគឺយើងអាចសេរីវាបានតាមចិត្តចង់បានខ្ពស់ក៏បានចង់បានទាបក៏បានដែរនិយាយពីផលចំណេញវិញជាមួយនឹងគោលដៅរបស់យើងគឺរកទ្រព្យណាដែលអាចបានផលចំណេញ 15% ក្នុងមួយឆ្នាំជាមួយ equity market យើងអាចបង្កើត portfolio មួយដែលអាចទទួលបានផលចំណេញ 15% នេះបានយ៉ាងងាយខ្ញុំចង់នាំបងប្អូនគ្នាឲ្យទៅមើល portfolio មួយដែលពួកយើងបានបង្កើតជាមុនសិនថាតើវាពិតជាទទួលបានផលចំណេញ 15% នឹងមែនឬក៏អត់ទេតោះនៅក្នុងនេះយើងមាន portfolio 2មួយគឺ top 30មួយទៀតគឺ top 20ប៉ុន្តែខ្ញុំចង់នាំបងប្អូនគ្នាឲ្យមកមើលត្រឹមតែ top 20ទេពួកយើងវិនិយោគជាមួយនឹងក្រុមហ៊ុនល្អទាំង20នៅសហរដ្ឋអាមេរិកឬក៏នៅក្រៅអីចឹងទៅអញ្ចឹងនៅកន្លែងនេះគឺខ្ញុំចង់ឲ្យបងប្អូនគ្នាមើលត្រឹមតែ2 time frame នេះទេរយៈពេល5ឆ្នាំនិងរយៈពេល10ឆ្នាំតាក់ទងជាមួយនឹង time frame ដែលយើងវិនិយោគហើយនៅខាងក្រោមនេះគឺយើងនិយាយពីផលចំណេញរបស់វានៅក្នុងរយៈពេល5ឆ្នាំ portfolio ដែលយើងបាន build ទាំងអស់ហ្នឹងមកគឺបើសិនជា5ឆ្នាំដែលយើងមើលទៅផលចំណេញរបស់វាជា average ជាមធ្យមគឺរហូតដល់ 32% វាច្រើនជាងអ្វីដែលយើងរំពឹងទុកទៅទៀតប៉ុន្តែបើសិនជាបងប្អូនគ្នាគិតថាអូខេ5ឆ្នាំវាតិចវាអាច distort មានទិន្នន័យខ្លះគឺវាល្អអញ្ចឹងយើងមើលទៅក្នុងរយៈពេល10ឆ្នាំវិញតែ10ឆ្នាំហ្នឹង portfolio ដែលយើង build ប្រភេទហ្នឹងវាឲ្យយើងចំណេញប្រមាណហើយខាងក្រោមនេះគឺជាភាគរយដែលយើងទទួលបានហើយអញ្ចឹងគឺនៅក្នុងរយៈពេលវែងរយៈពេល10ឆ្នាំ portfolio របស់យើងគឺឲ្យ return រហូតដល់ 27% ហ្នឹងប៉ុន្តែទិន្នន័យទាំងអស់ហ្នឹងវាជាទិន្នន័យចាស់ៗទេមិនប្រកាសថាទៅមុខទៀតវាឲ្យយើងចំណេញអញ្ចឹងណាមែនអត់បងប្អូនគ្នាអាចនឹងស្គាល់បែបហ្នឹងហើយឥឡូវខ្ញុំប្រាប់បងប្អូនគ្នាលក្ខណៈពិសេសមួយទៀតពេលដែលយើងវិនិយោគជាមួយនឹងទីផ្សារពហុនស្អីគេណានិយាយទៅពេលដែលបងប្អូនគ្នាដឹងលក្ខណៈពិសេសមួយទៀតបងប្អូនគ្នានឹងស្រឡាញ់ហើយទ្រមទ្រគឺចង់វិនិយោគជាមួយវាដូចខ្ញុំចឹង you gonna love it ជាមួយនឹងទីផ្សារពហុនពេលដែលយើងរើសយកក្រុមហ៊ុនល្អៗមកវិនិយោគហើយនៅក្នុងរយៈពេលវែងសង្ឃតែ 100% គឺលុយរបស់យើងនឹងកើនឡើងហើយមូលហេតុគឺដោយសារតែការពិតមួយដែលមិនអាចប្រកែកបានហើយការពិតនោះគឺគ្រប់ក្រុមហ៊ុនទាំងអស់ឲ្យតែមានចំណូលកើនឡើងរាល់ឆ្នាំហើយទទួលបានផលចំណេញបន្ទាប់ពីថ្លៃចំណាយចាំបាច់ផ្សេងៗហើយតម្លៃរបស់ក្រុមហ៊ុននោះនឹងកើនឡើងនៅក្នុងរយៈពេលវែងហើយសង្ឃតែ 1000 ក្រុមហ៊ុនគឺកើនឡើងតែ 1000 ក្រុមហ៊ុនហើយអូខេបងប្អូនគ្នាឥឡូវយើងដឹងពីសាច់រឿងរបស់ Ronald Reed យើងដឹងពីប្រភេទទ្រព្យដែលយើងចំណេញ 15% ក្នុងមួយឆ្នាំហើយពិសេសគឺយើងដឹងហើយថាផលចំណេញ 15% ហ្នឹងវាធ្វើឲ្យលុយរបស់យើងកើនឡើងរបៀបណាឬក៏វាមានឥទ្ធិពលយ៉ាងណាមកលើលុយរបស់យើងប៉ុន្តែសំណួរមួយទៀតដែលបងប្អូនគ្នាអាចនឹងសួរនោះគឺអូខេពេលដែលយើងចង់បង្កើតទ្រព្យរបៀបហ្នឹងតែយើងគួរតែធ្វើអីបន្ទាប់ទៀតបន្ទាប់ពីយើងដឹងរឿងសំខាន់ទាំងអស់ហ្នឹងហើយតែប៉ុន្តែក្នុងការបង្កើតទ្រព្យបែបនេះវាមានដំណាក់កាលរបស់វាត្រឹមត្រូវហើយខាងក្រោមនេះគឺជាដំណាក់កាលមួយដែលយើងត្រូវតែធ្វើបើសិនជាយើងចង់បង្កើតទ្រព្យរបៀបនេះអូខេចាំខ្ញុំបញ្យល់ពីដំណាក់កាលមួយចំពោះរឿងទី1គឺតកតងជាមួយនឹងការធ្វើតេស្តសុខភាពហិរញ្ញវត្ថុដាច់ខាតត្រូវតែធ្វើតេស្តសុខភាពហិរញ្ញវត្ថុជាមុនសិនមុនពេលវិនិយោគយើងធ្វើតេស្តសុខភាពហិរញ្ញវត្ថុដើម្បីឲ្យប្រកាសថាតើយើងអាចវិនិយោគបានហើយឬក៏នៅអញ្ចឹងនៅក្នុងពេលដែលយើងធ្វើតេស្តហ្នឹងអ្វីដែលយើងចង់ដឹងគឺតើយើងមានលុយប្រើប្រាស់ពេលចាំបាច់មកកញ្ចប់ទេមានវាគ្រប់គ្រាន់ហើយឬនៅហើយពិសេសគឺតើយើងមានបំណុលកម្រិតណាក្រោយពេលដែលយើងធ្វើតេស្តរួចបើសិនជាយើងមិនទាន់មានលុយប្រើប្រាស់ពេលចាំបាច់មកកញ្ចប់ទេឬក៏យើងនៅមានបំណុលជាប់ខ្លួននៅឡើយអញ្ចឹងដាច់ខាតត្រូវតែព្យាបាលជំងឺទាំងពីរនឹងជាមុនសិនមានន័យថាត្រូវចំណាយពេលបង្កើតលុយប្រើប្រាស់ពេលចាំបាច់មកកញ្ចប់ជាមុនសិនហើយព្យាយាមសងបំណុលគេឲ្យអស់មុនពេលវិនិយោគតែបើសិនជាទាំងអស់គ្នាមានលុយប្រើប្រាស់ពេលចាំបាច់គ្រប់គ្រាន់ហើយគ្មានបំណុលជាប់ខ្លួនទៀតអូខេ
តើអ្នកអាចធ្វើរឿងទី2បានហើយរឿងទី2តកតងជាមួយនឹងការបង្កើតគណនីវិនិយោគផ្ទាល់ខ្លួនការបង្កើតទ្រព្យរបៀបនេះហើយវាទាមទារឲ្យយើងមានគណនីវិនិយោគផ្ទាល់ខ្លួនមួយជាមុនសិនហើយខ្ញុំណែនាំឲ្យតើអ្នកប្រើជាមួយនឹង Interactive Broker ទៅព្រោះវាងាយស្រួលហើយថាប្រហែលជាចំណាយពេល1ថ្ងៃឬក៏2ថ្ងៃទេក្នុងការបង្កើតទៅហើយបន្ទាប់ពីតើអ្នកបានគណនីវិនិយោគមួយហើយកិច្ចការសំខាន់បន្ទាប់ទៀតគឺធ្វើរឿងទី3គឺតកតងជាមួយនឹងការដាក់លុយចូលទៅក្នុងគណនីរបស់យើងអញ្ចឹងតកតងជាមួយនឹងការផ្ទេរលុយចូលទៅក្នុងគណនីគឺយើងអាចផ្ទេរចេញពីកងធនាគាររបស់យើងពី AC ក៏បានពី ABA ក៏បានឬក៏ធនាគារអីក៏បានដែរឲ្យតែវាគ្រប់គ្រងជាមួយនឹងការផ្ទេររបស់យើងហើយចំពោះរឿងទី4វិញគឺតកតងជាមួយនឹងការចាប់ផ្ដើមវិនិយោគហើយអាចថាយើងចាប់ផ្ដើមវិនិយោគជាមួយនឹងវិធីសាស្ត្រមួយដែលងាយទេគឺ dollar cost averaging ហើយអា dollar cost averaging គឺវាអញ្ចេះទេវាជាការវិនិយោគលុយជាមួយនឹងចំនួនកំណត់ណាមួយនៅក្នុងរយៈពេលកំណត់ណាមួយឧទាហរណ៍ថាអូខេអ្នកទាំងអស់គ្នាសម្រាប់ចិត្តវិនិយោគលុយ$200ក្នុងមួយខែជាមួយនឹងទ្រព្យល្អៗអញ្ចឹងមានន័យថាឲ្យទៅដល់ខែថ្មីគឺទាំងអស់គ្នាដឹងតែវិនិយោគលុយ$200ហ្នឹងហើយមិនខ្វល់ថាតម្លៃពីហ្នឹងវាឡើងឬក៏ចុះទេឲ្យទៅដល់ខែថ្មីគឺទាំងអស់គ្នាដឹងតែវិនិយោគលុយប៉ុណ្ណឹងហើយអូខេទាំងអស់ខាងលើហ្នឹងវាសិតតែជារឿងដែលសំខាន់ជារឿងដែលចាំបាច់ដែលយើងត្រូវតែធ្វើបើសិនជាចង់បង្កើតទ្រព្យរបៀបខាងលើដែលយើងនិយាយគ្នាហ្នឹងប៉ុន្តែបើសិនជាទាំងអស់គ្នានៅមានចង្អល់អាចថាចូល comment នៅក្នុង comment ខាងក្រោមទៅឬក៏ចូលទៅក្នុង Telegram ទៅដើម្បីសួរនាំបន្ថែមហើយយើងនឹងព្យាយាមឆ្លើយទៅតាមអ្វីដែលយើងអាចឆ្លើយបានអូខេជួបគ្នានៅវីដេអូក្រោយ